ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបប្លែកមុខទៀតហើយបងប្អូនគឺកំពឹសលោតបងប្អូនញ៉ាំជាមួយត្រីកោះកុងហើយនឹងបន្លែស្រស់របស់យើងបងប្អូនឃើញអត់នេះមានវាថាមុខម្ហូបពីមុខនេះបងប្អូនហើយគឺថាប្រចាំនៅខេត្តបាត់ដំបងបងប្អូននេះថាឆ្ងាញ់រសជាតិឆ្ងាញ់មែនទែនហើយបងប្អូនចង់ដឹងថាមានអីខ្លះបងប្អូនកុំភ្លេចទស្សនាវីដេអូរបស់ខ្ញុំតែពីដើមរហូតដល់ចប់ហើយថ្ងៃនេះកំពឹសដែលខ្ញុំយកមកធ្វើបងប្អូនអត់បានជាត់បានដួសអីទេគឺខ្ញុំទិញគេ1គីឡូមកបងប្អូនគឺកំងអ្នកស្រែផ្ទាល់បងប្អូននេះហើយធំល្អមែនតើបងប្អូនឃើញអត់នេះហើយថាពណ៌ក៏ស្រស់ហើយថារស់ទាំងអស់បងប្អូនហើយរំតែរំយកដល់ផ្ទះគឺរៀងងាប់ខ្លះដែរបងប្អូនហើយបន្លែរបស់យើងគឺមាននេះបងប្អូនមានស្ពៃបូកូមានត្រួយកធំថេតហើយនឹងជីពងទាកូនហើយនឹងក្រូចឆ្មាខ្ទឹមក្រហមខ្ទឹមសម្ទេសហើយនឹងតួសំខាន់មកគេគឺកំពឹសរបស់យើងបងប្អូនហើយហើយចាប់ដើមដំបូងនេះបងប្អូនតទៀតមកគឺយើងទៅបេះក្រូចឆ្មានៅក្រោយផ្ទះបងប្អូនហើយក្រូចឆ្មាហ្នឹងគឺបងថ្លៃខ្ញុំដាំបងប្អូនហើយគេថាគាត់បកកែដាំមែនទែនក្រូចឆ្មាគាត់ផ្លែល្អខ្លាំងបងប្អូនហើយណែខ្ញុំវិញក៏សូវចេះដាំបងប្អូនចេះតែបេះបោចបងប្អូនហ្នឹងឡើងបកកែណាខាងឡើងបេះបោចបងប្អូនតែបើថាដាំអត់ងាយដាំបងប្អូននេះគេថាក្រូចឆ្មាគាត់គឺដាំក្រោយផ្ទះហ្នឹងគឺល្អមែនទែនបងប្អូនផ្លែច្រើនហ្មងខ្ញុំឃើញខ្ញុំបេះចង់តែបេះអស់តែបងប្អូនតែបេះអស់ឲ្យទុកខ្លះព្រោះយើងបេះច្រើនពេកក៏ញ៉ាំអត់ដែរបងប្អូននេះហើយផ្លែវាបងប្អូននេះថាឃីវហើយក្រហមក៏មានបងប្អូនព្រោះអីយើងញ៉ាំអត់ទាន់អញ្ចឹងវាអាចទុំខ្លាំងបងប្អូនហើយពេលខ្ញុំបេះខ្ញុំអត់បានអាលើហ្នឹងគឺខ្ញុំចាប់ដើមរួនបងប្អូនឃើញអត់និយាយថាផ្លែល្អមែនទែនបងប្អូនហើយនិយាយថាផ្លែវាគឺស្រស់ហ្មងបងប្អូនហើយខ្ញុំជិះម៉ូតូមកផ្ទះវិញគឺបានឃើញត្រួយកធំថេតាមផ្លូវក៏ចាប់ដើមបេះបងប្អូនបេះយកអាខ្ចីមកល្មមមកយើងយកដើម្បីធ្វើមុខម្ហូបរបស់យើងហើយត្រួយធំថេហ្នឹងគឺថាបេះពីស្រែផ្ទាល់បងប្អូនថារសជាតិគឺថាមិនចាញ់រសជាតិមិនចាញ់ឲ្យស្ទើរទេបងប្អូនបើមិនជឿទេបងប្អូនសាកល្បងធ្វើញ៉ាំបងប្អូនថាបើមិនឆ្ងាញ់ទេបងប្អូនខមមិនក្រោមវីដេអូមកហើយតបមកបងប្អូននេះយើងយកស្ពៃបូកូរបស់យើងទិញពីផ្សារហ្នឹងហើយយកមកហាន់វាហើយយើងហែកប្រទេសបន្ទាប់របស់វាបងប្អូនដើម្បីយកទៅត្រាំទឹកហើយទឹកហ្នឹងគឺយើងមានដាក់នៅអំបិលបន្តិចបងប្អូនដើម្បីវាកាត់ជាតិថ្នាំនិយាយអីចឹងបងប្អូនហើយពេលបកគោយើងអាចដាំខ្លួនឯងបានអត់បាច់បេះបោចតាមស្រែបានបងប្អូនទៅយើងទិញគេហើយយើងចង់ញ៉ាំគឺយើងសម្អាតឲ្យស្អាតទេបងប្អូនឃើញអត់យើងត្រូវបេះអញ្ចឹងបងប្អូនហើយអាត្រួយធំថេតឬត្រួយសាប៊ូដែលយើងបេះមកមិញហ្នឹងនេះបងប្អូនវាល្អមែនតើហើយយើងបេះមកដោយផ្លែខ្ចីម្ទងបងប្អូនចង់ដឹងថាវាឆ្ងាញ់អត់ក៏បេះសាកបងប្អូនចង់ភ្លក់អញ្ចឹងណាហើយមានជីពងទាកូនយកបន្តិចបានបងប្អូននេះព្រោះអីយើងចង់ភ្លក់ថារសជាតិធំថេតហើយនឹងទីពងទាកូនមានណាឆ្ងាញ់អញ្ចឹងហើយក៏ពឹសរបស់យើងក៏ល្អដែរបងប្អូនអូយនិយាយថាល្អមែនតើហើយបន្ទាប់មកបងប្អូនយើងបកខ្ទឹមក្រហមរបស់យើងហ្នឹងហាន់ហើយដើម្បីយកទៅបំពងបងប្អូននេះទៅបំពងហ្នឹងយើងញ៉ាំជាមួយនឹងកំពឹសលោតរបស់យើងហ្នឹងគឺថាឆ្ងាញ់ណាស់បងប្អូនហើយឈ្ងុយហើយស្រួយបងប្អូននេះបកអញ្ចឹងមកបងប្អូនខ្ទឹមក្រហមរបស់យើងហ្នឹងបងប្អូនអត់ចង់ហាន់ខ្លួនឯងនៅវាទេបងប្អូនទិញពីផ្សារបងប្អូនតែអស់តែ3000ឯហ្នឹងគឺញ៉ាំបានបងប្អូននេះតែខ្ញុំគឺចង់ធ្វើខ្លួនឯងបើចង់ណាពិបាកហេមហាមហ្នឹងគឺចង់ធ្វើខ្លួនឯងបងប្អូនតបហ្នឹងនិយាយវាថាមិនចេះចប់មិនចេះហើយបងប្អូននេះហើយហាន់នឹងមកហូរទឹកភ្នែកផងហូរអីបងប្អូនដឹងស្រាប់ខ្ទឹមក្រហមគឺវាឈួលភ្នែកមែនតែនបងប្អូនហើយយើងមាននេះប្រទេសហ្នឹងបងប្អូនឆ្ងល់អត់ខ្ញុំធ្វើទឹកត្រីកោះកុងតែខ្ញុំយកមកហាន់អញ្ចឹងបងប្អូនតែបងប្អូនមិនឆ្ងល់ទៀតបងប្អូនដឹងហើយណាបងប្អូនប្រទេសហ្នឹងខ្ញុំយកមកហាន់កង់អញ្ចឹងដើម្បីយកទៅបុកធ្វើត្រីកោះកុងរបស់យើងបងប្អូនប្រទេសពេលដែលយើងហាន់វាអញ្ចឹងបងប្អូនពេលយើងបុកគឺវានៅនិយាយទៅនៅដុំស្អាតបងប្អូនហើយខ្ទឹមសរបស់យើងក៏អញ្ចឹងបងប្អូនយកមកដំតែបងប្អូនកុំដំខ្លាំងពេកដំវាមកល្មមហើយបន្ទាប់មកយើងយកវាមកច្រាំក៏អត់ច្រាំឲ្យម៉ត់ពេកដែរបងប្អូនច្រាំមកល្មមហើយ4 10 20ក្បាត់បានហើយព្រោះយើងអញ្ចឹងណាបងប្អូននេះដាក់ចឹងមកនេះហើយនិយាយចង់តាក់មាត់បងប្អូនហើយយើងច្រាំអញ្ចឹងមកដើម្បីយកទៅបុកជាមួយម្ទេសរបស់យើងបងប្អូននេះហើយក្រូចឆ្មាបងប្អូនហើយល្អមែនតើហើយក្រឃើញបងប្អូនចង់ស្រៀវទឹកមាត់នេះហើយយើងចាប់ផ្ដើមចិត្តក្រូចឆ្មារបស់យើងបងប្អូនមិនឆ្ងល់អត់ថាញ៉ាំចិត្តក្រូចឆ្មាធ្វើត្រីកោះកុងមិនអាចចិត្តជាចំណិតអញ្ចឹងហើយចិត្តសបកអញ្ចឹងគឺចិត្តអញ្ចឹងដើម្បីកុំឲ្យវាហាងបងប្អូននេះព្រោះយើងច្របាច់ចូលក្នុងទឹកត្រីរបស់យើងហើយណាមួយខ្ញុំចង់បានសាច់ក្រូចឆ្មាយកទៅដាក់ក្នុងត្រីកោះកុងរបស់យើងផងតិចទៀតបងប្អូនដឹងថាខ្ញុំធ្វើមិនអញ្ចឹងនេះចិត្តវាវងអញ្ចឹងបងប្អូនដើម្បីអស់សបកឲ្យអស់អសសអស់លឿងបងប្អូនចិត្តឲ្យអស់ហ្មងឲ្យសល់ទេបងប្អូននេះហើយយើងយកតាមផ្លែរបស់វាហ្នឹងបងប្អូនឃើញអត់នេះអាផ្លែរបស់វាយើងឃើញច្បាស់នេះហើយវិធីចិត្តគឺមាន2បែបបងប្អូននេះមើលខ្ញុំបង្ហាញមួយបែបទេបងប្អូននេះបែបទៀតគឺយើងចិត្តរបៀបថាឆ្នោតចឹងបងប្អូនធ្វើម៉េចឲ្យអស់សបកបងប្អូនចេះចិត្តហើយព្រោះអីបងប្អូនជាត្រីមេផ្ទះគ្រប់តែគ្នាបងប្អូនឃើញនេះ
ចិត្តចឹងមកខ្ញុំចិត្តពីបែបហ្នឹងក៏ឲ្យបងប្អូនដឹងថាចិត្តចេះក៏បានចិត្តអាមុនក៏បានចឹងណាហើយខ្ញុំចិត្តហ្នឹងគឺដើម្បីយកទៅដាក់ខ្វេះសាច់វាដាក់ចូលក្នុងត្រីកោះកុងរបស់យើងបងប្អូននេះហើយបងប្អូនទឹកត្រីកោះកុងរបស់យើងធ្វើរបៀបហ្នឹងគឺអត់ល្វីងទេហើយឆ្ងាញ់ទៀតហើយវាមានខាប់មានតែរសជាតិខាប់ក្នុងហ្នឹងបងប្អូនគឺតំណងមែនទេហើយនេះខ្ទឹមសរបស់យើងដែលយើងច្រាំមិញបងប្អូននេះច្រាំមុននឹងអត់ឲ្យល្អិតពេកហ្នឹងនឹងម្ទេសរបស់យើងហាន់មិញហ្នឹងដាក់ចូលគ្នាទាំងអស់បងប្អូនតែក្រូចឆ្មាកុំដាក់បងប្អូនព្រោះអីតែបុកចូលគ្នាបែកអីបែកម៉ាំបងប្អូននេះចឹងដាក់តែម្ទេសនិងខ្ទឹមរបស់យើងបានហ្នឹងដាក់អំបិលវាចេងតិចមកបងប្អូនហើយបន្ថែមនៅរ៉ូឌីតិចមកបន្ទាប់មកស្ករសរបស់យើងបងប្អូនស្ករសបងប្អូនចូលចិត្តផ្អែមដាក់ច្រើនបងប្អូនតែខ្ញុំដាក់មួយល្មមបងប្អូនដាក់ចំនួន4លព្រាបងប្អូននេះ4លព្រាបាយរបស់យើងដាក់ចូលចឹងមកបងប្អូននេះហើយដាក់ចូលគ្នាបដ ாய் ទាំងអស់បងប្អូនដើម្បីបុកទៅទឹកត្រីកោះកុងយើងវាល្មួតបងប្អូននេះបងប្អូនធ្វើការបុកចឹងមកហើយបុកកុំខ្លាំងពេកបងប្អូនបុកមួយល្មមបានហើយបុកខ្លាំងពេកតិចខ្ទិះអស់គឺលេងឆ្ងាញ់បងប្អូននេះឃើញអត់បុកតិចខ្ញុំថាបុកបែកចឹងបងប្អូននេះបុកចឹងមកដើម្បីមកទេសនឹងខ្ទឹមរបស់យើងបែកមួយល្មមយើងយកទៅធ្វើត្រីកោះកុងរបស់យើងបងប្អូនឃើញទេបុកមកក៏ថាឃើញតំណងមែនតែនហើយខ្ទឹមរបស់យើងម្ទេសរបស់យើងគឺនៅក្របបងប្អូនឃើញអត់នេះបន្ទាប់មកបងប្អូននេះយើងបុកម៉ត់ចឹងហើយគឺយើងមកធ្វើការចិត្តក្រូចឆ្មាបងក្រូចឆ្មាហ្នឹងបងប្អូនឆ្ងល់ហើយនេះតែមិនឆ្ងល់ហើយខ្ញុំចិត្តឲ្យមើលបងប្អូននេះឃើញទេបងប្អូនយកកបិតទៅចិត្តក្នុងខ្លែបរបស់វាហ្នឹងគឺខ្វេះចេញមកគឺដោយមានកពឹសមានខ្លែបរបស់វាហ្នឹងចេញមកបងប្អូននេះហើយបងប្អូនកុំភ្លេចយកក្របចេញផងពេលក្របរបស់វាហ្នឹងពេលដែលយើងញ៉ាំចំគឺល្វីងគឺថាអាចឆ្ងាញ់ប៉ុណ្ណាក៏លែងឆ្ងាញ់ដែរបងប្អូននេះហើយយើងចិត្តចឹងមកបងប្អូនហើយកុំភ្លេចយកក្របចេញឲ្យអស់ហើយចិត្តបន្តចិត្តចឹងរហូតបងប្អូនព្រោះអីក្រូចឆ្មាហ្នឹងពេលដែលយើងដាក់ច្រើនគឺវាមានជាតិខាប់បងប្អូននេះឃើញអត់នេះវាថាទឹកត្រីហ្នឹងបងប្អូនទឹកត្រីប្រចាំខេត្តបាត់ដំបងបងប្អូននេះថាឆ្ងាញ់បងប្អូនហើយរសជាតិប្លែកមែនតែនវាមិនឆ្ងាញ់លើសគេណាស់ណាបងប្អូនគាត់ថាវាប្លែកម្យ៉ាងបងប្អូនហើយបើបងប្អូនចង់ដឹងចង់ធ្វើពីរបៀបហ្នឹងបងប្អូនសាកធ្វើក៏បានតែធ្វើតែបន្តិចទៅដើម្បីដឹងរសជាតិហើយថាបើឆ្ងាញ់បងប្អូនចូលធ្វើតាមទៅបើតាមមិនឆ្ងាញ់ទេក៏បងប្អូនធ្វើតែបែបបងប្អូនវិញណាតែសម្រាប់បងប្អូននិយាយជាប់មាត់រហូតបងប្អូនហើយសំទោសបងប្អូនថានិយាយមកតែដិតហ្មងខ្ញុំហើយបងប្អូននេះឲ្យក្រូចឆ្មាបើយើងដាក់ចូលហើយអត់មានមកបុកពងប៉ាំងហ្នឹងបងប្អូនយកគ្រាន់តែវីតិចបាយហ្នឹងតែបុកហ្នឹងតិចទីអស់បងប្អូនតិចកពឹសនឹងអស់លេងឆ្ងាញ់ហើយតិចអាកពឹសក្រូចឆ្មាហ្នឹងណាតបមកគឺយើងដាក់ទឹកត្រីចូលបងប្អូនទឹកត្រីរបស់យើងបើស្ករចំនួន4ស្លាបព្រាគឺយើងដាក់ទឹកត្រី4ស្លាបព្រាដែរបងប្អូនគឺឆ្ងាញ់តែបងប្អូនស្ទើអីថែមថយតាមហ្នឹងណាតែថាខ្ញុំគឺវល់ប៉ុណ្ណឹងគឺឆ្ងាញ់តែម្ដងបងប្អូននេះហើយថាអូយបងប្អូនហើយពណ៌គេក៏ស្រស់ស្អាតក្លិនក៏ឈ្ងុយមែនតើបងប្អូនទឹកត្រីហ្នឹងនិយាយថាញ៉ាំជាមួយកពឹសផ្លោករបស់យើងហ្នឹងគឺថាឆ្ងាញ់ត្រូវជាតិគ្នាបងប្អូនឃើញអត់តំណងមែនតើពណ៌គឺអត់ក្រហមពេកទេព្រោះអីយើងមានសាច់ក្រូចឆ្មាចូលហ្នឹងវាចេញជាពណ៌លឿងតិចក្រហមតិចស្អាតហើយឃើញតំណងចង់ស្រក់ទឹកមាត់បងប្អូនហើយនិយាយថាជ្រលក់បកាជ្រលក់បកងជ្រលក់អីក៏ឆ្ងាញ់បងប្អូនតែនេះយើងយកមកញ៉ាំបកាស្រុកស្រែបងប្អូនកាពីបកាស្រុកស្រែហ្នឹងមិននេះបកាកៅយិតបងប្អូននេះដាក់កៅយិតមកឃើញធំបងប្អូននេះបន្ទាប់មកអូយបងប្អូនម្ហូបរបស់យើងគឺឆ្អិនហើយតិចទៀតយើងធ្វើការភ្លក់ទាំងអស់គ្នាបងប្អូននេះហើយបងប្អូនកុំភ្លេចទេបងប្អូនពេញចិត្តនៅការរាល់វីដេអូដែលខ្ញុំធ្វើម្ហូបបងប្អូនខមមិនក្រោមវីដេអូមកចង់បានម្ហូបអីអញ្ចឹងហើយបងប្អូនខមមិនមកហើយកុំភ្លេច Subscribe Channel របស់ខ្ញុំម្នាក់មួយបងប្អូនដែលមានកម្លាំងចិត្តធ្វើតទៅមុខទៀតណាសួស្តីបងប្អូនអរគ្នាមុខម្ហូបដែលខ្ញុំធ្វើមុនហ្នឹងបងប្អូនលើឆ្អិនហើយបងប្អូនលើនេះយើងមកធ្វើការមើលបងប្អូននេះមើលមានអីខ្លះអីចឹងបងប្អូនហើយខ្ញុំការធ្វើការភ្លក់ទាំងអស់គ្នាបងប្អូននេះយើងមានត្រួយកធំថេតដែលយើងបេះពីស្រែរបស់យើងមកបងប្អូននេះខ្លះហៅកធំថេតខ្លះហៅត្រួយសាប៊ូចឹងបងប្អូននេះហើយមានស្ពៃបូកូរបស់យើងខ្ចីល្អមែនតើហើយនេះគឺខ្ទឹមជ្រក់បងប្អូនហើយកពឹសរបស់យើងនេះបងប្អូននេះនៅរស់កពឹសលោតផ្លេតផ្លោតរបស់យើងបងប្អូននេះអូយ៉ាបងប្អូនឃើញអត់នេះហើយខ្ទឹមបំពងរបស់យើងនឹងទឹកត្រីបងប្អូនទឹកត្រីរបស់យើងគឺទំនោរមែនតើឥឡូវបងប្អូនតោះទៅភ្លក់មួយខ្ញុំទាំងអស់គ្នាបងប្អូនមកឥឡូវខ្ញុំមកភ្លក់បងប្អូននេះនេះបងប្អូនស្ពៃបូកូរបស់យើងល្អនេះតបមកយើងដាក់នេះត្រួយសាប៊ូរបស់យើងនេះគឺខ្ចីមែនតើបងប្អូននេះប្រកាច់និយាយថាស្រួយខ្ញោកហ្មងបោតចឹងមកបងប្អូនហើយនេះពីរួមតើអាហ្នឹងត្រូវនឹងអាហ្នឹងមហូបហ្នឹងត្រូវនឹងអាហារស្អីគេត្រួយសាប៊ូហ្នឹងបងប្អូននេះធំថេតក៏បានសាប៊ូក៏បាននេះដាក់ខ្ទឹមបំពងរបស់យើងតិចមកតបមកនេះបងប្អូននេះទឹកត្រីរបស់យើងឃើញអត់នេះអូយឡើងតំណងឡើងខាប់បងប្អូនហើយនេះហើយរោយចឹងមកនេះអូយថាជាតិណាស់បងប្អូនមកញ៉ាំហើយណា
Hai mình tôm ơn tôm trộn bao giờ chủ bạn nó nhanh hả bây giờ xạ một chiên tiêu giờ đang bộ này ở tràn thịt máu ui lọt bao giờ bộ này nói ở cái nơi này mày về nè nó là hai bức lọt bộ này ôi vậy bị tham ngăn nè một trâu được tray em ổn ôi ui anh mình tên mà không bọn mình phải em ổn cam bị thi ấy á đang phơi nhâm của sáng đang ổn này anh đang ngắt trâu mà chị em ổn nè triệt khăng ổn nó fly bên ổn fly với xanh mày vàng chẳng món bọn mình play chơi một pin chặt video mới là pin chặt hộp bọn nhâm bọn cảm ơn cam video mà anh em thôi ấy chẳng bọn nè thấy ông play subscribe cho nè bọn nhâm nè mua với ông bọn anh em mình cầm lăng chặt thọt từ một tiền này mình tranh chụp video mong là một bọn tôi subscribe chứ không bọn này bay bao giờ chạy nhanh nhầm đông cứ bao giờ cho mà tràn được máu rồi nè tầm một bông bao giờ nó bị xuôi bọn này nặng chạy mình tọt máu tập tray bây giờ nè ôi bọn này vì tham triệt khăng đây nè đại năm ôn mặt này em mong nè Anh cả hai mong ôn nó xong mặt rồi ôn luộc bọn này mặc cháy cháy nè triệt rùm toàn được bạn là chị mà tự động bố nó ngay răng ná nè chút cầm cả hòm cho ăn chứ ngành đâm xuôi bây giờ nó mặn mà